បងប្អូនបើកហាងលក់របស់ញ៉ាំចាប់ផ្ដើមមានសង្ឃឹមវិញហើយពីថ្ងៃហ្នឹងទៅបុណ្យទានបន្តថ្ងៃគ្នាហើយភ្ញៀវក៏ចាប់ផ្ដើមមានវិញដែរមករយៈមុនតុបតលសឹងមិនចង់រួចបាត់ភ្ញៀវឲ្យអស់ហលីងឡានម៉ូតូក៏មិនសូវមានជិះកាត់មុខផ្ទះដែរតែឥឡូវនេះហានិយាយពីថាតាមផ្លូវឡានម៉ូតូអ៊ូអមែនតានភ្ញៀវញ៉ាំអីពេលល្ងាចហើយគាត់បានកំងបកងឆាបង្គាប្រៃចំនួន1គីឡូបកងយើងថ្ងៃនេះអ្នកលក់មកលក់ដល់ផ្ទះហ្មងហើយស្រស់ហើយញ៉ាំស្រស់បកងមួយខ្លាញ់មកសពមិនចេះទៅដើម្បីឲ្យសាច់បកងផ្អែមហើយស្រស់ឆ្ងាញ់បនំទុកនេះបងប្អូនអាចសាកធ្វើបានអូដាក់ញ៉ាំជុំគ្នាជាមួយគ្រួសារអីត្រូវហ្មងយើងដាក់ខ្ទឹមពងឲ្យឈ្ងុយសិនទៅចាំដាក់បង្គាប្រៃចូលហើយបង្គាប្រៃនេះឆៅយកតែផ្នែកក្រហមទេយើងមានទឹកឆាស្រាប់ចេះស្រួលទេបកង1គីឡូដាក់5ស្ព្រាបាយឆាវាឲ្យចូលសពគ្រឿងជាមួយពងសិនទៅសឹមយើងថែមទឹកដោះគោស្រស់និយាយទៅទឹកដោះគោស្រស់នេះបងប្អូនប្រើរៀងច្រើនបន្តិចដាក់ប្រហែលកន្លះកែវអីដែរបងប្អូនអាចដែរធ្វើសោះចង់ញ៉ាំឆាបង្គាប្រៃចឹងអីបងប្អូនអាចធ្វើបានស្រួលទេយើងមានស្ករម្សៅស៊ុបមាន់ប្រេងខ្យងអីចឹងទៅតែបើថាបងប្អូនអត់ចង់ផ្សំគ្រឿងអាចកំងទឹកប្រឡាក់សាច់ខ្ញុំបានម្ដងតែ12000ទេធ្វើម្ហូបបានចង់100មុខយើងឆាវារៀងខាប់គ្រឿងអញ្ចឹងហើយចាំដាក់បកងចូលកន្លោះទៅកន្លោះមកទៅ4 10ត្រឡប់បានដែរបងប្អូនកុំឲ្យសាច់បកងហ្នឹងឆ្អិនខ្លាំងឲ្យតែគ្រឿងសមុទ្រមិនថាបកងបគាក្តាមឯងបងប្អូនឆ្អិនល្មមប៉ុណ្ណឹងមកពេញឆ្ងាញ់តែបើថាឲ្យវាឆ្អិនខ្លាំងវាទៅជាខ្សោះរឹងអត់ជាតិទេយើងមើលស្ងួតទឹកអីមកល្មមយើងចង់បានហើយដាក់ស្លឹកខ្ទឹមជាមួយនឹងម្ទេសហឹរតាមការចូលចិត្តមួយមុខនេះបើយកក្លែមគេញ៉ាំរៀងស្ងួតហើយហឹរតែបើថាយើងយកញ៉ាំមួយបាយឬមួយក៏ញ៉ាំមួយអីផ្សេងអញ្ចឹងបងប្អូនអាចធ្វើទឹករៀងប៉ែតិចទៅវាមានទឹកហត់ខ្ទិះជាតិហ្មងហើយឈ្ងុយខ្លាំងណាស់បងប្អូនសម្រាប់រសជាតិបកងឆាបង្គាប្រៃរបស់យើងនេះអត់យកផ្អែមខ្លាំងទេបងប្អូនយករៀងប្រៃឡំអញ្ចឹងណាបានវាញ៉ាំទៅជក់មាត់ហើយអត់ងាយតលន់ប្រភេទឆាមានទឹកដោះគោខ្ទិះអញ្ចឹងផ្អែមញ៉ាំតលន់ណាហើយនេះដាក់មកអាគ្រឿងរបស់យើងនឹងខាំជាប់ជាមួយបកងគ្រប់ដុំមើលទៅតំណងខ្លាំងបងប្អូនបកងឆាបង្គាប្រៃ1គីឡូនេះខ្ញុំយកពីភ្ញៀវទៅ45000ទេបងប្អូនចង់បានទឹកប្រឡាក់សាច់ប្រម៉ូសិនពិសេសឥឡូវនេះឆាចូលពេកណាបងប្អូនអរគុណច្រើនបាយបាយថ្ងៃនេះក្រោកមកមិនដឹងត្រូវធ្វើអីអបសុកដល់ហើយឃើញបាយក្តាំងនៅពេញឆ្នាំងចាំការធ្វើបាយក្តាំងចែកជូនភ្ញៀវភាសាហ្មងទៅនៅហាងមួយថ្ងៃដាំបាយ4-10ឆ្នាំងហើយបើថាបាយក្តាំងសល់ល្អណាបងប្អូនទឹកស្រូបបាយក្តាំងមិនចាំទៅធ្វើអីច្រើននំហត់ទេយើងបំពងខ្ទឹមឲ្យឈ្ងុយអញ្ចេះហើយដែលជ្រូកក៏ច្រើនបន្តិចទៅបើសិនជាមានអត់ថាអត់មានណាមិនបាច់ដាក់ក៏បានដែរបន្ទាប់មកយើងដាក់ស្លឹកខ្ទឹមណាបងប្អូនលីងជាមួយនឹងសាច់ជ្រូកនោះឲ្យឈ្ងុយសិនបាយក្តាំងមួយឆ្នាំងយើងប្រើទឹកប្រឡាក់សាច់1ស្លាបព្រាអីមកបើចង់ឲ្យវារៀងផ្អែមដិតឲ្យខ្ទិះថែមដោះគោខាប់ម្ទេសស្រស់ក៏បានម្ទេសក្រៀមក៏បានដែរយកហឹរតាមការចូលចិត្តកន្លោះទៅកន្លោះមក2-3ត្រឡប់ឲ្យវាសប់គ្រឿងឡើងពណ៌ល្អប៉ុណ្នេះហើយបងប្អូនអើយបានហើយទឹកស្រូបបាយក្តាំងនេះនិយាយពីថាខ្ទិះឈ្ងុយខ្លាំងមកចាំទៅហត់ផ្សំគ្រឿងភ្លុកអីច្រើនហើយដល់ពណ៌របស់យើងស្អាតរសជាតិមកអែមទឹកប្រឡាក់សាច់នេះម្ដងតែ12000ទេចង់ចាំបានម្ហូបអីក៏បានដែរហើយថារសជាតិទៅលំដាប់ហាងតែម្ដងនៅតូបខុនប្រភេទឆាគឺប្រើទឹកប្រឡាក់សាច់នឹងដល់រ៉េចហើយចង់ឆាក្តៅឆាគ្រឿងឆាល្ងបាយឆាប្រឡាក់បាយមន់ជៀនពេលព្រឹកប្រឡាក់សាច់ជ្រូកអាំងសាច់ជ្រូកជៀននេះគឺប្រើទឹកនឹងទាំងអស់គោឡើងភ្នំអីក៏យើងដាក់ហ្នឹងដែរបាយក្តាំងរបស់យើងរួចរាល់ហើយអញ្ចឹងចាប់ផ្ដើមចែកជូនភ្ញៀវបាយក្តាំងយើងពណ៌តំណងខ្លាំងណាស់ភ្ញៀវឃើញដឹងតែចង់ញ៉ាំអីអត់បានទៅបំពងបាយនឹងថែមបងប្អូនពុកបាយរបស់យើងវាស្រួយស្នាប់ឯហ្នឹងដាក់ក្នុងឆ្នាំងដាក់បាយរបស់យើងហ្នឹងវាស្រួយហើយឈ្ងុយក្លិនអង្ករម្ដួលស្រូវថ្មីទៀតម្ល៉េះហើយមិនទៅធ្វើអីច្រើនក៏យើងឆាតែទឹកស្រោចចេះមកអូយញ៉ាំឆ្ងាញ់ពេញឯងអញ្ចឹងមិនថាទៅពេលត្រឡប់ធ្វើអាហ្នឹងហូបបងប្អូនឃើញបាយក្តាំងមិនបានទេដឹងតែចង់ធ្វើញ៉ាំអីបានហូបខ្លួនឯងចៃតែគេញ៉ាំក៏សុវ័យចិត្តដែរបាយក្តាំងមួយឆ្នាំងហ្នឹងហូបមកភុងមកតបខុនខ្វះរបស់ហូបទេចង់ញ៉ាំអីប្រាប់មកចែកជូនភ្ញៀវអស់ហើយនៅសល់ម៉ានគ្នាយើងទៅដើមគ្នាដូចដាក់មករកមិនទេងាកឡើងមិនតាន់ដឹងតែឃ្លានជូរឬមួយក៏បុកល្ហុងហើយបើថាងាកឡើងបានញ៉ាំទេចាំអូស Facebook បងប្អូនតែឃើញគេផុសញ៉ាំចឹងដីហៀទឹកមាត់ញ៉ាំល្ងាចឲ្យហើយយប់ឡើងបាយហត់ញ៉ាំឯខ្លាចឡើងគីឡូអញ្ចឹងយកបុកពឹកខ្ចីឲ្យដាក់ទឹកប្រហុក3វែកមករួចហើយថែមស្ករបន្តិចរសជាតិទឹកប្រហុកថ្មីរបស់យើងនេះអត់សូវផ្អែមទេបើសិនជាញ៉ាំផ្អែមអញ្ចឹងបងប្អូនអាចថែមស្ករបានបុកលីអំពៅខ្ចីចឹងបងប្អូនជាតិហ្មងណាបញ្ចូលតាសលេងនេះហៀទៅបត់ម្ដងទៀតបើខ្ចីហ្នឹងត្រូវខ្លាំងជាមួយនឹងទឹកប្រហុកបងប្អូនមិនថែមទឹកកាពិក៏បានដែរអញ្ចឹងយើងដាក់មានក្តាមប្រៃមានបកាមួយក៏បងប្អូនចង់ដាក់ស្អីផ្សេងក៏បានដែរជីប៉េងប៉ោះសណ្តែកដីសណ្តែកគួយទៀតមកកុំភ្លេចថែមម្ជូរក្រូចឆ្មាមួយចំណិត2ចំណិតទៀតផងបងប្អូនឲ្យវាចាប់ជាតិជូរឆ្ងាញ់តែប៉ុណ្្នេះឯងបុកច្បល់មកអែមបាត់ហើយចង់បុកល្ហុងញ៉ាំឲ្យឆ្ងាញ់នៅក្នុងហាងបងប្អូនក៏មកតែទឹកប្រហុកខុនទៅធានាថាបងប្អូនមិនចេះបុកល្ហុងសោះក៏អាចធ្វើបានមកឆ្ងាញ់ចេះដែរទឹកប្រហុករបស់យើងផ្សំគ្រឿងមកឡើងមកជាតិហើយយើងប្រើប្រហុកត្រីស្រែបូកមួយស្ករត្នោតអូយអែមខ្លាំងណាស់ប្រហុកយកមកធ្វើទឹកប្រហុកហ្នឹងគឺសិតតែជាប្រហុកប្រភេទលេខ1មិនមែនប្រហុកនាំចូលឬមួយក៏ប្រហុកមកពីណាប៉ុណ្ណាដឹងប្រភពឯងបងប្អូនធ្វើខ្លួនឯងហើយនឹងយើងជួលអ្នកភូមិឲ្យធ្វើឲ្យញ៉ាំមកទាំងទំនុកចិត្តហើយឆ្ងាញ់បងប្អូនចង់បានទឹកប្រហុកទឹកកាពិឆាចូលពេកម្ដងតែ12000ទេទៅគួរស្លក់ទឹកល្អទៀតសិនទៅ
đậm vào chay mùi tập vào học trâu như khang luôn được học xong luôn ra này khanh cái đám á khanh ô mà cái đám nó trăm trăng đậm ngay giờ bọc là không bàn sạch bên lòng này nhưng mình chỉ bỏ tray chỉ cả hôm tổng đại hội đạo khi một tay trắng tạ hơi lắm